អត្ថប្រយោជន៍ដ៏អស្ចារ្យនៃការគេងស្រាតសម្រាប់សុខភាពមនុស្សភាគច្រើនចូលចិត្តស្លៀកឈុតគេងយប់ដែលទន់រលោងប៉ុន្តែការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថាការគេងដោយមិនស្លៀកសម្លៀកបំពាក់អាចផ្ដល់នូវអត្ថប្រយោជន៍សុខភាពយ៉ាងច្រើនលើសពីការស្មាន 1. ជួយឲ្យគេងលក់បានស្កប់ស្កល់និងលឿនជាងមុនសីតុណ្ហភាពរាងកាយគឺជាគន្លឹះសំខាន់នៃដំណេកនៅពេលអ្នកគេងស្រាតរាងកាយរបស់អ្នកចុះត្រជាក់បានលឿនដែលវាជាសញ្ញាប្រាប់ទៅខួរក្បាលថាដល់ពេលត្រូវសម្រាកហើយការរក្សាសីតុណ្ហភាពរាងកាយឲ្យទាបជួយឲ្យអ្នកគេងលក់បានល្អដែលចាំបាច់សម្រាប់ការស្តារកម្លាំង 2. ជួយឲ្យស្បែកមានសុខភាពល្អការគេងស្រាតអនុញ្ញាតឲ្យស្បែករបស់អ្នកបានដកដង្ហើមជាពិសេសនៅតំបន់ដែលតែងតែបិទជិតពេញមួយថ្ងៃវាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺសើស្បែកនិងការរលាកផ្សេងៗដែលបង្កឡើងដោយញើសនិងការកកគិតនៃសម្លៀកបំពាក់ 3. កាត់បន្ថយភាពតានតឹងនិងការថប់បារម្ភការគេងស្រាតជាពិសេសប្រសិនបើអ្នកគេងជាមួយដៃគូស្បែកប៉ះស្បែកនឹងជួយឲ្យរាងកាយបញ្ចេញសារធាតុអុកស៊ីតូស៊ីនដែលជាអរម៉ូននៃក្តីសុខអរម៉ូននេះជួយកាត់បន្ថយសម្ពាធឈាមនិងកាត់បន្ថយកម្រិតអរម៉ូនកូទីសូលអរម៉ូនស្ត្រេសធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល 4. ល្អសម្រាប់សុខភាពបន្តពូជចំពោះបុរសការរក្សាសីតុណ្ហភាពនៅតំបន់ប្រដាប់បន្តពូជឲ្យត្រជាក់ជួយបង្កើនគុណភាពនិងចំនួនមេជីវិតឈ្មោលចំពោះស្ត្រីការគេងស្រាតជួយកាត់បន្ថយការផ្ដុំសំណើមដែលជាមូលហេតុបង្កឲ្យមានការឆ្លងមេរោគផ្សិតឬបាក់តេរីនៅតំបន់សម្ងាត់ 5. ជួយដល់ការសម្រកទម្ងន់នៅពេលរាងកាយរបស់អ្នកត្រជាក់ក្នុងពេលគេងវានឹងជំរុញឲ្យរាងកាយបង្កើនជាខ្លាញ់ត្នោតកាន់តែច្រើនខ្លាញ់ប្រភេទនេះជួយដុតរំលាយកាឡូរីដើម្បីបង្កើនកម្ដៅសម្រាប់រាងកាយដែលវាជាផ្នែកមួយជួយដល់ការគ្រប់គ្រងទម្ងន់ចំណាំប្រសិនបើអ្នកមិនទម្លាប់គេងស្រាតទាំងស្រុងអ្នកអាចចាប់ផ្ដើមដោយការស្លៀកសម្លៀកបំពាក់ដែលស្ដើងពីមុនឬគេងដែលស្លៀកតែខោក្នុងជាមុនសិនអ្វីដែលសំខាន់បំផុតគឺភាពស្រណុកសុខស្រប្បាយរបស់អ្នក